ជំនាញពួកយើងទាំងអស់ហ្នឹងសិតតែតាក់ទងការងារមកជួយភូមិនឹងបានទាំងអស់គ្នាហើយប៉ុន្តែតើយើងមានគំនិតថាយើងអាចផ្សំផ្គុំទំនើប modern ដែលយើងនិយាយទំនើបហ្នឹងជាមួយផ្ទះឈើខ្មែរដែលយើងមានទម្លាប់ពីមុនមកកើតទេបានលោកគ្រូបានណាចាដោយសារតែដូចជាក់ស្ដែងផ្ទះនៅពីក្រោយនេះចឹងឈ្មោះវាផ្ទះឈើខ្មែរមែនក៏ប៉ុន្តែ structure របស់វាខាងក្រោមអីវាជាមានស៊ីម៉ង់មានអីចឹងយើងអាច decoration ខាងក្នុងតាមបែបបទដែលយើងចង់បានបែប modern ក៏បាន classic ក៏បាន minimalist ក៏បានសិលគ្រូបាទយើងមានគំនិតអីមិនទេដើម្បីអភិវឌ្ឍផ្ទះឈើហ្នឹងឲ្យវាមានលក្ខណៈទៅជាបែបសកលពីព្រោះតម្រូវការមនុស្សយើងរស់នៅវាកាន់តែទំនើបទៅហើយតើគិតថាផ្ទះឈើយើងហ្នឹងវាដើរទាន់វិស័យគេបច្ចុប្បន្នឬក៏បន្តរស់រាននៅក្នុងរូបភាពរបៀបម៉េចទៅអនាគតទេសម្រាប់ផ្ទះឈើខ្មែរយើងខ្ញុំគិតថាទៅថ្ងៃអនាគតនឹងមានភ្ញៀវទេសចរគាត់ចាប់អារម្មណ៍ច្រើនបើសិនជាយើងខំថែរក្សាហើយអញ្ចឹងយើងរៀនស្ថាបត្យកម្មហើយឥឡូវយើងមកដល់ភូមិនេះជាផ្ទះឈើខ្មែរដែលចាស់មែនតែនហើយយើងមកដល់ហ្នឹងយើងមានចំណាប់អារម្មណ៍មិនដែរយើងអាចមានគំនិតអីដើម្បីទៅរៀបចំឬក៏ផ្សព្វផ្សាយហ្នឹងផ្សព្វផ្សាយពីផ្ទះឈើខ្មែរយើងទៅជាអន្តរជាតិទេដើម្បីឲ្យគេទទួលយកគេស្រឡាញ់ឬក៏គេមកចូលរួមឲ្យតម្លៃនិងស្នាក់នៅជាមួយផ្ទះឈើខ្មែរយើងសម្រាប់ការយកមកអភិវឌ្ឍផ្ទាល់ខ្ញុំយល់ឃើញថាយើងក៏អាចរួមបញ្ចូលផ្ទះខ្មែរដូចជាគោលគំនិតរបស់រៀមលក្ខផ្ទាល់តែម្ដងលោកគ្រូដូចជាយើងអាចយកផ្ទះហ្នឹងយកទៅធ្វើជាលំនៅឋានបែបឯកជនជាបូទិករីសតឬមួយក៏ជាភោជនីយដ្ឋានដែលយើងរៀបចំជាបដិសណ្ឋារកិច្ចអញ្ចឹងលោកគ្រូអញ្ចឹងវាអាចចូលរួមចំណែកមួយជាមួយនឹងផ្នែកទេសចរដែលអាចតាក់ទាញភ្ញៀវបរទេសមកទៅលើសេវាកម្មបដិសណ្ឋារកិច្ចយើងហ្នឹងហើយពួកគាត់ក៏អាចស្វែងយល់ពីលក្ខណៈផ្សេងៗដែលនៅក្នុងផ្ទះហ្នឹងកំឡុងពេលដែលគាត់ប្រើប្រាស់បងឯងរៀនផ្នែកអីដែរផ្នែកតុបតែងលម្អស្ថាបត្យកម្មបងអូខេអញ្ចឹងបងមានមួយសំណួរដើម្បីសួរណៃថានេះគឺជាផ្ទះឈើរបស់យើងតែយើងនឹងកែប្រែទៅជា lobby នៅផ្នែកខាងក្រោមអញ្ចឹងបងចង់សួរថាបើសិនជាយើងកែប្រែទៅជា lobby តើអូនឯងអាច design វារបៀបម៉េចដែរក្នុង interior design របស់វាណាចាប់បងជាដំបូងខ្ញុំគិតថាយើងគួរតែផ្លាស់ប្ដូរជាមួយនឹងការ៉ូហើយបន្ទាប់មកយើងធ្វើការតុបតែងលម្អបន្ថែមដូចជាថែមនៅជញ្ជាំងតែបែបលក្ខណៈជាឈើប្រណិតហើយនឹងក្បាច់ចម្លាក់ខ្មែរយើងតុបតែងលម្អហើយមាន furniture ជាខ្មែរសម្រាប់ពួកគាត់មកសួរព័ត៌មាននិងគាត់សម្រាប់អង្គុយលេងចំពោះ lobby តុសួរព័ត៌មានផ្ទាល់ក៏យើងអាច decor ជាខ្មែរហើយនឹងតុបតែងលម្អគ្រឿងឈើខ្មែរនៅពីក្រោយបន្ថែម